สมัยการมวยตัวสมัยการมวยปีឆ្នាំណាមានអ្នកណាអ្នកគ្រប់គ្រងสมัยការហ្នឹងមានបញ្ហាអីគេកើតឡើងខ្លះដួលរលំដោយសារអីតែ2រមាំងអីហើយនៅសល់15នាទីទៀតគេថាបញ្ចប់អីអញ្ចឹងខ្ញុំនៅសល់3រមាំងទៀតតើបានធ្វើអីពេលប្រឡងប្រវត្តិហើយខ្ញុំដឹងខ្លួនឯងហ្មងថារូបជីវៈគឺខ្ញុំបានចែកហើយថ្ងៃហ្នឹងគឺខ្ញុំនឹងមកចែកអំពីមុខវិជ្ជាប្រវត្តិដែលមុខវិជ្ជានេះគឺមានសារៈសំខាន់ដូចគ្នាបើសិនជាថ្នាក់វិទ្យាសាស្ត្រសង្គមហើយសម្រាប់វិទ្យាសាស្ត្រពិតវិញក៏ជាមុខវិជ្ជាមួយដែលបន្តបន្សំដែលយើងថាពេលដែលយើងយកបន្ទុកមួយដែលល្អនៅក្នុងមុខវិជ្ជាប្រវត្តិគឺអាចជួយយឹតយងយើងបានខ្លាំងច្រើនមែនតើអញ្ចឹងថ្ងៃហ្នឹងខ្ញុំមកចែកអំពីមុខវិជ្ជាប្រវត្តិបើសិនជាអ្នកទាំងអស់គ្នាអត់ទាន់យល់ពីមេរៀនប្រវត្តិច្រើនក៏ដូចជានៅខ្វះខាតនៅក្នុងការរៀនមេរៀនប្រវត្តិវីដេអូនេះគឺសម្រាប់អ្នកទាំងអស់គ្នាអញ្ចឹងទី1អ្នកទាំងអស់គ្នាត្រូវទៅអានសៀវភៅប្រវត្តិសាស្ត្រព្រមអញ្ចឹងអ្នកនរគ្នាត្រូវអានឡើងវិញបើមិនជាអ្នកនរគ្នាអត់ចង់អានទេអ្នកនរគ្នាអាចទៅចូលស្ដាប់នៅក្នុង YouTube ដែលមានលោកគ្រូអ្នកគ្រូច្រើនខ្លាំងមែនទែនគាត់បរៀនមេរៀនប្រវត្តិតាំងពីសម័យកាលអាណានិគមនិយមបារាំងរហូតដល់បច្ចុប្បន្នហ្នឹងហើយអញ្ចឹងអ្នកនរគ្នាទៅស្ដាប់ឡើងវិញធ្វើមិនឲ្យយល់បាន 50% នៃមេរៀនប្រវត្តិវិទ្យាទាំងអស់ហ្នឹងពេលដែលអ្នកនរគ្នាយល់ហើយនឹងអាចគិតថាខ្លួនឯងអូខេទៅគ្រូជាមួយប្រវត្តិហ្នឹងបានប្រហែលជាគូសំដែរអ្នកនរគ្នាចូលដល់ទន្ទិញមេរៀនអញ្ចឹងយើងអាចទន្ទិញមេរៀនឆាប់យល់ឆាប់ចាំជាងគេអូខេអញ្ចឹងការទិញមេរៀនប្រវត្តិខ្ញុំអត់ចង់និយាយច្រើនទេដោយសារមានសិស្សច្បងក៏ដូចជាអ្នកធ្វើវីដេអូគាត់បានចែករំលែកច្រើនខ្លាំងមែនទែនតទៅនឹងការរៀនប្រវត្តិអីហ្នឹងគឺយើងត្រូវដឹងថាយើងមានការវិភាគនៅក្នុងការទិញយើងត្រូវដឹងពីព្រឹត្តិការណ៍សម័យកាលមួយទៅសម័យកាលមួយពីឆ្នាំណាមានអ្នកណាអ្នកគ្រប់គ្រងហើយសម័យកាលហ្នឹងមានបញ្ហាអីគេកើតឡើងខ្លះហើយដួលរលំដោយសារអីអញ្ចឹងពេលដល់ចូលដល់សម័យថ្មីក៏នៅតែស្ថិតនៅក្នុងគោលអញ្ចឹងដូចគ្នាអញ្ចឹងថ្ងៃហ្នឹងខ្ញុំអត់ចង់និយាយពីកន្លែងហ្នឹងទេអីដែលខ្ញុំចង់និយាយតាក់ទងជាមួយនឹងការយើងឆ្លើយសំណួរតាក់ទងជាមួយនឹងសំណួរមួយដែលគេសួរពីសមិទ្ធផលនៃសម័យណាមួយអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាឃើញពីសំណួរដែលសមិទ្ធផលក្នុងសម័យណាមួយអ្នកទាំងអស់គ្នាត្រូវគិតពីការឆ្លើយដើម្បីឲ្យបានល្អមិនមែនឆ្លើយតប៉ាតប៉ៃឬក៏រាយពីពេញហ្នឹងឯងថាកុំឆ្លើយញ៉ៃញ៉ៃវាថាវិធីសាស្ត្រនៅក្នុងការឆ្លើយបានបន្ទុកច្រើនគឺយើងត្រូវដឹងពីគោលគំនិតសំខាន់ធំៗហើយយើងបែងចែកតូចៗមកទៀតអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងនិយាយពីកន្លែងហ្នឹងអញ្ចឹងទី1អ្នកទាំងគ្នានៅក្នុងការឆ្លើយសមិទ្ធផលហ្នឹងទី1អ្នកទាំងគ្នាត្រូវគិតអំពីវិស័យនយោបាយមានអីគេខ្លះនៅក្នុងហ្នឹងវិស័យសេដ្ឋកិច្ចអញ្ចឹងនៅក្នុងវិស័យសេដ្ឋកិច្ចហ្នឹងគឺវាមានអីគេខ្លះមានកសិកម្មឧស្សាហកម្មពាណិជ្ជកម្មគមនាគមន៍មានអីគេទៀតវិស័យធនាគារនិងហិរញ្ញវត្ថុអញ្ចឹងនៅក្នុងសេដ្ឋកិច្ចហ្នឹងគឺវាមានច្រើនអញ្ចឹងពេលណាដែលអ្នកទាំងគ្នាគិតដល់វិស័យសេដ្ឋកិច្ចហ្នឹងគឺដឹងពីចំណុចតូចៗហើយអាចចំណុចតូចៗហ្នឹងក៏បានរាយតាក់ទងជាមួយនឹងអាក្នុងហ្នឹងទៀតហើយបន្តមកទៀតមានដូចជាគេវិស័យអប់រំនិងវប្បធម៌មានគេខ្លះមានដូចជាសាលារៀនការកសាងសាលារៀនមានដូចជាសិក្សាធិការផ្សេងហើយតាក់ទងនឹងវិស័យកីឡាមានគេខ្លះនិយាយមកនៅក្នុងសម័យហ្នឹងបានកសាងគេខ្លះហើយមានច្រើនទៀតនៅក្នុងហ្នឹងដែលអ្នកគួរតែឆ្លើយហើយមួយទៀតចំណុចធំមួយទៀតគឺវិស័យសង្គមហ្នឹងគឺមានគេខ្លះការវិស័យសង្គមហ្នឹងគឺមានការកសាងមន្ទីរពេទ្យឬក៏ការកសាងនៅមជ្ឈមណ្ឌលនានាឬមួយក៏ការអនុវត្តច្បាប់ផ្សេងៗអញ្ចឹងគឺរាយប៉ាយមកយើងបានច្រើនមែនតើហើយខ្ញុំគិតថាកន្លែងដែលឆ្លើយហ្នឹងគឺវាសំខាន់ខ្លាំងជាងគេដែលសិស្សគឺគាត់ភាគច្រើនពិបាកអន្ទិញខ្លាំងមែនតើតទៅនឹងសមិទ្ធផលការសម័យខ្ញុំក៏ខ្ញុំពិបាកអន្ទិញដោយសារវាច្រើនអ្នកទាំងគ្នាពេលដែលយើងអត់ដឹងកលឹងអន្ទិញយើងចេះតែអន្ទិញទៅវាវេទនាហ្មងវាច្រើនពេកហើយណាមួយអ្នកខ្លះពេលអន្ទិញអត់ចាំគឺបាត់អន្ទិញយកមកឥឡូវខ្ញុំសូមប្រាប់អំពីសភៅដែលខ្ញុំបានទិញក៏ដូចជាបានព្រៀនចេញមកនៅក្នុងការមើលមេរៀនប្រវត្តិនេះគឺសភៅនេះដូចជាខ្ញុំមិត្តភក្តិខ្ញុំព្រៀនឲ្យភ្លេចបាត់ឯងគាត់មានឯកសារណាមួយ file ហើយគាត់ព្រៀនចេញជាសភៅចឹងមកទាំងអស់គ្នារៀនប្រវត្តិសាស្ត្រកម្ពុជាសង្ខេបមកសភៅហ្នឹងអ្នកគ្នាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានខ្ញុំមិនដឹងថាត្រូវឲ្យអ្នកគ្នាតាមណាដោយសារតសភៅហ្នឹងអ្នកគ្នាអាចមើលឈ្មោះគាត់បានហើយរលដោយសារតខ្ញុំអត់នេះដែរហើយមួយទៀតនោះគឺការដំបូងខ្ញុំទិញសភៅនេះមាន2អ្នកទាំងគ្នាប៉ុន្តែគឺខ្ញុំទិញទី1ខុសអានេះក្រាស់ដោយសារដំបូងខ្ញុំចង់បានប្រវត្តិសាស្ត្របែបប្រវត្តិសាស្ត្រខ្មែរអញ្ចឹងតែដល់ពេលខ្ញុំទៅទិញទៅអត់មើលអ្នកគ្នាគេឡើងប្រាប់ថាប្រវត្តិសាស្ត្រតំបន់អាស៊ីអាគ្នេយ៍ហើយយកមកមើលគេការចូលរៀនដំបូងតែពេលចិត្តបាក់ដប់អីអ្នកគ្នាមើលដែរសភៅហ្នឹងមានចម្លើយច្រើនដែរប្រឡងបាក់ដប់ខ្លះចេញខ្លះអីចឹងណាដល់ពេលអានេះគឺជាសភៅប្រវត្តិវិទ្យាតកតងជាមួយនឹងប្រវត្តិសាស្ត្រខ្មែរពេលដែលចិត្តប្រឡងអ្នកគ្នាអញ្ចឹងខ្ញុំសូមនិយាយពីកំហុសបាក់ដប់គឺខ្ញុំមើលសភៅនេះរយៈពេលដូចជា1ខែ2ខែមុនប្រឡងខ្ញុំភ្លេចបាត់ហើយដឹងតែខ្ញុំយកសភៅហ្នឹងយកទៅទិញហ្នឹងហើយអញ្ចឹងតាក់ទងជាមួយនឹងកំហុសពេលបាក់ដប់របស់ខ្ញុំគឺអ្នកគ្នាដឹងមកចត់ដោយសារតែពេលប្រឡងហ្នឹងគឺដំបូងខ្ញុំដើរចូលសាលាអត់ភ័យទេតែដល់ពេលដើរចូលបន្ទប់ប្រឡងមានអារម្មណ៍ថាភ័យហើយមុខវិជ្ជាប្រវត្តិហ្នឹងដូចជាប្រឡងទី2តាមខ្ញុំចាំភ្លេចបាត់ហើយប៉ុន្តែគ្រាន់តែថាពេលដែលអង្គុយនឹងដល់មុខវិជ្ជាប្រវត្តិភ្លាមខ្ញុំចេះមានអារម្មណ៍ថាច្បុកច្បល់ក្នុងខ្លួនហ្មងហើយដល់ពេលខ្ញុំភ័យហើយពេលដែលចូលដល់
ការសរសេរវិញ្ញាសារបស់អនុរិយនៅលើក្តារខៀនគឺខ្ញុំមានអារម្មណ៍ថារៀងអត់ទុកចិត្តខ្លួនឯងបដ ாய் ពេលដែលខ្ញុំសរសេរចម្លើយនៅលើក្តារខ្ញុំពជាពេលខ្លាំងមែនតើអ្នកគ្នាដឹងមកจากដំបូងពេលដែលចាប់ផ្ដើមសរសេរដំបូងគឺខ្ញុំចំណាយពេលវេលាច្រើនទៅលើការសរសេរត្រេអាត្រេដែលយកសរសេរខ្ញុំសិតគូបន្ទាត់ដើម្បីឲ្យត្រង់ទៅរបៀបថាខ្ញុំចង់ឲ្យល្អឥតខ្ចោះហ្មងដល់ពេលនៅអាឡ័យគូបន្ទាត់សរសេរខ្មៅដៃគូបន្ទាត់ហើយនៅលុបចេញទៅដើម្បីឲ្យវាត្រង់ដល់ពេលអញ្ចឹងទៅគឺខ្ញុំពជាពេលអ្នកគ្នាជឿអត់ខ្ញុំប្រឡងប្រវត្តិហ្នឹងគឺអានតែ2រម៉ាំងឯងហើយនៅសល់15នាទីទៀតគេថាបញ្ចប់ហើយអញ្ចឹងខ្ញុំនៅសល់3រម៉ាំងទៀតតើបានធ្វើអីហើយខ្ញុំឡើងស្លាប់ហ្មងអ្នកគ្នាខ្ញុំអត់និយាយកុហកណាแบบថាខ្ញុំសរសេរបានតែ2ដោយសារខ្ញុំចំណាយពេលច្រើននៅក្នុងការសរសេរអាត្រេជាខ្មៅដៃហ្នឹងហើយខ្ញុំសរសេរឲ្យលុបទៀតសរសេរខ្មៅដៃហ្នឹងត្រូវលុបឲ្យវាត្រង់ឲ្យស្អាតចឹងแบบថាខ្ញុំព្រឹកព្រៀងខ្លាំងមែនតើប្រវត្តិហ្នឹងដល់ពេលអញ្ចឹងទៅខាតពេលបដ ாய் នៅសល់តែ15នាទីចុងក្រោយខ្ញុំនៅសល់3រម៉ាំងទៀតខ្ញុំធ្វើមិនខ្ញុំគិតថាពេលហ្នឹងខ្ញុំត្រូវសរសេរឬក៏ត្រូវតែឆ្លើយឲ្យបានទាំងអស់នៅសំណួរណាក៏ដោយបន្ទុក3តិចក្តីច្រើនក្តីក៏ខ្ញុំត្រូវតែសរសេរឲ្យបានគ្រប់ទាំង3រម៉ាំងដែលមានណាអ្នកគ្នាអក្សរក៏រៀងអាក្រក់ហើយសរសេរក៏បានតិចហើយគំនិតខ្លះអត់ដឹងមកពីណាចាដាក់ទៀតដល់ពេលអញ្ចឹងទៅវាខាតពេលហើយដល់ពេលប្រឡងប្រវត្តិហើយខ្ញុំដឹងខ្លួនឯងហ្មងថាខ្ញុំធ្វើអត់បានល្អទេប្រវត្តិហ្នឹងពេលដែលខ្ញុំព្រៀងខ្លាំងមែនតើពេលដែលចូលដល់បន្ទប់ប្រឡងហ្នឹងគឺយើងធ្វើអត់បានល្អទាំងដែលនៅរៀនធម្មតាតាំងពីអនុវិទ្យាល័យមកគឺខ្ញុំគាត់ថាប្រវត្តិគឺអូខេសម្រាប់ខ្ញុំហ្មងប៉ុន្តែដល់ពេលចូលប្រឡងបាក់ឌុបគឺចប់មិនចង់ឲ្យអ្នកទាំងគ្នាមានអញ្ចឹងកាត់ឡើងដូចខ្ញុំដែរព្រោះខ្ញុំចង់ឲ្យអ្នកឲ្យជៀសវាងកន្លែងហ្នឹងខ្លាំងមែនតើកុំអាព្រៀងហើយខាត់ពេលហើយនៅសល់ពេលធ្វើអត់បានល្អហ្នឹងអាហ្នឹងខកចិត្តខ្លាំងមែនតើម្ដងគ្នាដែលរំពឹងថាខ្លួនឯងបាននិទេសមួយដែលល្អលើមុខវិជ្ជាហ្នឹងតែបែរជាបាននិទេសមួយដែលយើងអត់គិតថាយើងបាន